ជំរាបសួរបងបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មកសង្ខេបរឿងជាបន្តគឺរឿងសង្សារคล้ายៗជាទីស្រឡាញ់ភាគទី 13 តែមុននឹងសង្ខេបរឿង admin សូមថ្លែងអំណរគុណដល់ fan ទី 1 មានឈ្មោះថាសវណ្ណរិន fan ទី 2 មានឈ្មោះថាសុននីសាគៀនផ្ញើមកពីអេស៊ីលីដានិង fan ទី 3 មានឈ្មោះថាសៀងហងបានសរសេរថាចូលចិត្ត admin ណាស់លងស្រឡាញ់សាវលូស៊ីហើយអរគុណអ្នកទាំង3រូបដែលបានឧបត្ថម្ភលើកទឹកចិត្ត admin ជូនពរសំណាងល្អសុខភាពល្អណាហើយសម្រាប់ fan ដទៃទៀតដែលចង់ឧបត្ថម្ភលើកទឹកចិត្ត admin ណាអាចផ្ញើជាថវិកាមកកាន់គណនីធនាគារ ABA របស់ admin ដោយដែលបានណូតនៅក្នុងនឹងឬជាស្រេចឥឡូវនេះយើងមកដល់សាច់រឿងរបស់យើងពេលដែលញ៉ាំអាហារជាមួយគ្នាហើយចប់គឺថាខាងតួឯកប្រុសរបស់យើងជូនតួត្រឡប់មកផ្ទះវិញតួអរគុណច្រើនតែគាត់និយាយថានៅពេលដែលលឺស៊ូវៃនិយាយពីសាងឆឹងបែបហ្នឹងគាត់បារម្ភពីលីស៊ីបើសិនជាពួកគេស្រឡាញ់គ្នាមែនរៀបការហើយអាចនឹងមានបញ្ហាហើយអញ្ចឹងក៏ប៉ុន្តែខាងស៊ូវៃគាត់ថាកុំឲ្យគិតដល់ថ្នាក់ហ្នឹងពេកកុំព្រួយបារម្ភអីទៅសម្រាប់សិនទៅហើយពួកគេក៏លាគ្នាតួនៅពេលដែលចូលមកដល់ផ្ទះវិញឃើញផ្ទះស្ងាត់ជ្រាបបាត់ម៉ាក់ណាហើយមើលម៉ោងទៅម៉ោង 10 ទៅហើយម៉ាក់ទៅណាមិនទាន់មកវិញទៀតគាត់បានយកទូរស័ព្ទរបស់គាត់ខលរោគម៉ាក់តែកំពុងតែខលនឹងក៏ស្រាប់តែម៉ាក់របស់គាត់នឹងមនុស្សមកក្រុមរត់ស្រូវចូលទៅក្នុងផ្ទះដែលម្នាក់សិតតែជេរស្ដីម៉ាក់គាត់ថាគឺជាមនុស្សបោកប្រាស់បោកលុយគេសងលុយគេវិញមកសងលុយគេវិញមកហើយតួស្រីបានសុំឲ្យអ្នកទាំងអស់គ្នាចិត្តតិចព្រោះអីសិតតែជាអ្នកភូមិជាមួយគ្នាស្គាល់គ្នាយូរឆ្នាំទៅហើយម៉ាក់ខ្ញុំមិនអាចបោកលុយអ្នកទាំងអស់គ្នាបានទេគាត់ទៅចាប់ផ្ដើមសួរម៉ាក់របស់គាត់ថាមានរឿងអីកើតឡើងម៉ាក់របស់គាត់ក៏ចាប់ផ្ដើមនិយាយរៀបរាប់ពីរឿងរ៉ាវទាំងឡាយគឺគាត់បានស្គាល់ក្រុមហ៊ុនមួយដូចជាលក្ខណៈក្រុមហ៊ុនគេរៃលុយដើម្បីវិនិយោគដូចលក្ខណៈថា network ឬក៏អីចឹងណាអញ្ចឹងនៅពេលហ្នឹងគាត់ថាគាត់យកលុយគ្រួសាររបស់យើងទាំងអស់ដែលគាត់មានហ្នឹងយកទៅដាក់ជាមួយក្រុមហ៊ុនគេហ្នឹងហើយដល់ថ្ងៃដល់ខែគេនឹងឲ្យ benefit ជាលក្ខណៈថាលុយចំណេញមកគាត់ជារៀងរាល់ខែអញ្ចឹងណាតែតាមពិតទៅក្រុមហ៊ុននឹងបោកប្រាស់ទេហើយគាត់អត់ដឹងទេនៅពេលដែលគាត់ដាក់គឺគាត់បានលុយត្រឡប់មកវិញហើយបានការប្រាក់ច្រើនថែមទៀតអញ្ចឹងគាត់បានប្រាប់អ្នកភូមិអ្នកស្រុកទៅក៏ម្នាក់ចង់បានអញ្ចឹងដែរហើយនឹងពឹងឲ្យគាត់ជួយគាត់ក៏ជួយយកលុយរបស់អ្នកភូមិអ្នកស្រុកហ្នឹងទៅដាក់នៅក្រុមហ៊ុននឹងឯងក៏ប៉ុន្តែដល់ថ្ងៃបើកលុយបើក benefit នឹងមកវិញស្រាប់តែអត់ឃើញបើកឲ្យគាត់រងចាំរយៈពេល3ថ្ងៃគាត់ក៏ទៅដល់ក្រុមហ៊ុនហើយក៏នាំមនុស្សក្នុងភូមិដែលគាត់រៃលុយហ្នឹងទៅដល់ក្រុមហ៊ុនទាំងអស់គ្នាទៅចៃដន្យអីក្រុមហ៊ុនហ្នឹងបិទអត់មានមនុស្សនៅនឹងទេហើយម្យ៉ាងវិញទៀតគាត់បានសួរនាំគេទៅក្រុមហ៊ុនហ្នឹងទាំងឡានទាំងអាគារគឺសិតតែជួលគេទាំងអស់និយាយទៅគឺជាក្រុមហ៊ុនបោកប្រាស់អញ្ចឹងគាត់ក៏មិនដឹងថាទៅរកពួកក្រុមហ៊ុននឹងមកពីណាដែរហើយអ្នកស្រុកអ្នកភូមិគិតតែពីតាមទាលុយពីគាត់វិញអីចឹងណាអញ្ចឹងគឺយំផងអីផងអញ្ចឹងទៅតួស្រីលឺហើយឡើងហួសចិត្តចង់យំដែរតែខំទប់ណាហើយគាត់ប្រាប់អ្នកស្រុកអ្នកភូមិថាឲ្យធ្វើចិត្តអត់តិចក៏សុំទោសផងម៉ាក់របស់គាត់មិនបានបោកប្រាស់អ្នកទាំងអស់គ្នាទេម៉ាក់ក៏ជាជនរងគ្រោះដែរអញ្ចឹងគ្រប់គ្នាក៏គិតថាសៅនិយាយទៅម៉ាក់របស់តួស្រីហ្នឹងក៏ជាជនរងគ្រោះដែរអញ្ចឹងមិនគួរមករោរឿងតាគេទេស្អែកយើងទៅប្តឹងប៉ូលីសទាំងអស់គ្នាទៅគេក៏សម្រេចបែកគ្នាដើម្បីស្អែកជួបជុំគ្នាទៅប្តឹងប៉ូលីសម្ដងទៀតម៉ាក់របស់គាត់មើលទៅស្ដាយលុយមែនទែនសួរថាលុយរបស់យើងអាចត្រឡប់មកវិញទេតែតួស្រីក៏ថាមើលទៅម៉ាក់ប្រហែលជាត្រូវចាញ់បោកក្រុមហ៊ុន financial scam ហើយគឺជាលក្ខណៈក្រុមហ៊ុនបោកលុយតាមប្រព័ន្ធ network មានជាលក្ខណៈដូចពីរ៉ាមីតចឹងពីធំទៅតូចអីចឹងគាត់និយាយរៀបរាប់ប្រាប់ម៉ាក់គាត់ដែរមើលទៅតួស្រីយើងដឹងច្រើនពីលក្ខណៈបោកប្រាស់ហ្នឹងដែលធ្វើឲ្យម៉ាក់គាត់ទុនជង្គង់បដ ாய் បន្ទាប់ពីលឺចឹងមកន័យថាក្រុមហ៊ុនហ្នឹងវាអាជីពជាអ្នកបោកប្រាស់អញ្ចឹងហ្មងអញ្ចឹងលុយរបស់យើងហើយនឹងលុយរបស់ភូមិអ្នកស្រុកពិតជាបាត់បង់ហើយមិនអាចត្រឡប់មកវិញបានទេគាត់ខកបំណងខ្លាំងមែនទែនហើយចំណែកស៊ូវ័យនេះវិញមុនចូលគេងសាប់បើកមើលរូបឆ្ងល់ថាបើកមើលរូបអីគឺរូបវីដេអូរបស់តួដើរផ្សារដែលគាត់ធ្លាប់ថតយកបានមើលហើយក៏ញឹមតែម្នាក់ឯងម៉ោង 12 យប់ទៅហើយតួអត់ទាន់គេងទេទៅឆុងមីឲ្យម៉ាក់អញ្ចឹងថាម៉ាក់ញ៉ាំមីសិនទៅតែម៉ាក់គាត់អត់ញ៉ាំទេម៉ាក់ថានៅឆែកមើលលុយសិនតើលុយដែលបាត់បង់ទៅក្រុមហ៊ុននឹងអស់ប្រមាណតួស្រីក៏សួរថាតើម៉ាក់
រាប់មើលទៅឃើញប្រមាណដែរម៉ាក់គាត់រាប់មើលទៅឃើញថាមានចំនួន$50,000សហរដ្ឋអាមេរិកហើយគាត់ឡើងហួសចិត្តហ្មងតួស្រីក៏ហួសចិត្តដែរថាម៉ាក់មិនសមទេម៉ាក់មានលុយឯណាដល់តែ$50,000នោះម៉ាក់ថាលុយមួយឆាកជីវិតម៉ាក់អស់ហើយលុយដែលយាយឯងមិនសល់ទុកឲ្យគេមរតកណាលុយរបស់យើងដែលយើងមានផ្ទាល់ខ្លួនលុយនិយាយទៅលុយដែលគាត់ទិញកាន់ភាគហ៊ុនលុយដែលគាត់កាន់ស្តុកឬមួយក៏លុយដែលតួស្រីឲ្យគាត់យកទៅពិនិត្យភ្នែកអីហ្នឹងគឺសិតតែនៅក្នុងហ្នឹងទាំងអស់តួស្រីឮតែអញ្ចឹងគឺហួសចិត្តខ្លាំងមែនទែនសួរថាម៉ាក់អញ្ចឹងម៉ាក់អត់បានឈឺភ្នែកទេដែលខ្ញុំឲ្យលុយទៅពិនិត្យភ្នែកម៉ាក់អត់យកទៅមើលភ្នែកម៉ាក់ថាម៉ាក់អត់បានឈឺភ្នែកទេឲ្យម៉ាក់សុំទោសផងម៉ាក់ដឹងថាឯងចង់ទៅរៀននៅប្រទេសជប៉ុនម៉ាក់គ្រាន់តែចង់យកលុយទៅវិនិយោគទៅបង្កើតលុយឲ្យបានច្រើនបន្ថែមទៀតដើម្បីឲ្យឯងងាយស្រួលទៅរៀននៅប្រទេសជប៉ុនមិនចាំបាច់ខំប្រឹងប្រែងធ្វើការច្រើនម៉ាក់មិនដែលគិតថាម៉ាក់នឹងត្រូវគេបោកប្រាស់ទេម៉ាក់មិនដឹងគិតថាមិនទេឥឡូវនេះអូយស្ដាយលុយខ្លាំងអីចឹងណាតួមើលទៅឡើងសែតក៏ប៉ុន្តែព្យាយាមនិយាយលួងម៉ាក់ថាម៉ាក់ខ្ញុំអត់អីទេចឹងម៉ាក់កុំគិតច្រើនម៉ាក់ចាំណាត់ជួបជាមួយនឹងមនុស្សទាំងអស់នោះទៅអ្នកដែលចាញ់បោកគេហ្នឹងហើយប្រមូលឯកសារពាក់ព័ន្ធទាំងអស់យើងនឹងជួបជាមួយនឹងប៉ូលីសនៅថ្ងៃស្អែកហើយឲ្យម៉ាក់គាត់ឆាប់សម្រាកដែរទៅឥឡូវនេះគាត់អស់កម្លាំងណាស់គាត់ទៅសម្រាកមុនតែតួស្រីរបស់យើងមានតាន់ចូលគេងឯណាគាត់កំពុងតែមើលកុំព្យូទ័រមិនដឹងថាគាត់ search រកអីឬក៏គាត់កំពុងតែរៀនទេដឹងតែគាត់កំពុងតែមើលអញ្ចឹងណាហើយក៏រួចរាល់ចូលគេងទៅស្អែកឡើងថ្ងៃថ្មីលីស៊ីជាដៃហើយថ្ងៃហ្នឹងទៅធ្វើការទាំងទឹកមុខស្រស់ស្រាយសប្បាយចិត្តព្រោះអីខានចូល office យូរហើយនោះគ្រប់គ្នាគឺសិតតែស្វាគមន៍ director ថាងអ្វីដែលសំខាន់ហ្នឹងគឺថាអ្នកនាងលីស៊ីហ្នឹងគឺព្យាយាមចូលទៅក្នុងបន្ទប់របស់សាងឆឹងដើម្បីស្វាគមន៍សាងឆឹងដែររីករាយថ្ងៃថ្មីតែមានណាក្រោយចូលទៅដល់គឺភ្ញាក់ផ្អើលហ្មងព្រោះអីឃើញពីរអ្នកហ្នឹងកំពុងតែស្និទ្ធស្នាលនឹងគ្នាសំខាន់ម្នាក់អាវខៀវហ្នឹងគឺមានខ្សែកដូចដែលគាត់មានដែរគឺសាងឆឹងទិញឲ្យហ្មងលីស៊ីក៏គិតក្នុងចិត្តថាគាត់ប្រកែធ្វើការទៅសាងឆឹងទិញឲ្យឥឡូវម្នាក់ហ្នឹងក៏ប្រហែលជាជួយសាងឆឹងបានច្រើនប្រកែធ្វើការទៅសាងឆឹងទិញឲ្យដូចគ្នាដែរអញ្ចឹងលីស៊ីក៏និយាយយ៉ាងខ្លីថាសុំទោសអ្នកទាំងពីរខ្ញុំគ្រាន់តែមកនិយាយពាក្យសួស្ដីតែប៉ុណ្ណោះអ្នកទាំងពីរបន្តទៀតចោះហើយលីស៊ីក៏ចេញទៅវិញឡើងលឿនហ្មងដល់ពេលហ្នឹងសាងឆឹងទឹកមុខរបស់គាត់ក៏សែតដែរប្រហែលជាដឹងខ្លួនថាលីស៊ីប្រច័ណ្ឌឬក៏លីស៊ីខឹងអីចឹងទៅតួរបស់យើងចេញមកធ្វើការ part time ហើយមើលទៅតែងខ្លួនមិនដឹងថាជាអ្នកចុងភៅឬមួយក៏ជាកូនកបិតឬមួយក៏ជាផ្នែក sale ទេចាំមើលទាំងអស់គ្នារីឯខាងលីស៊ីនេះវិញគាត់ដើរចូលបន្ទប់ទឹកតែឮគេកំពុងតែខ្សឹបខ្សៀវគ្នានិយាយដើមគាត់ថាអ្នកនាងលីស៊ីមកវិញហើយចាំមើលម្នាក់អាវខៀវនោះហើយនឹងសាងឆឹងគិតមិនវិញពួកគេអាចបែកគ្នាឬក៏អត់មើលទៅម្នាក់អាវខៀវនោះដូចជាចង់បានតំណែងរបស់លីស៊ីហើយលីស៊ីមកវិញលីស៊ីនឹងដណ្ដើមយកតំណែងនាងទៅវិញនិយាយទៅខ្សឹបខ្សៀវគ្នានិយាយដើមគ្នាថាគូស្នេហ៍ត្រីកោណអីចឹងណាឌីស៊ីលឺហើយឡើងឆ្អែតចិត្តរីឯតួវិញចេញពីភោជនីយដ្ឋានក៏សវ៉ាមកកន្លែងបញ្ចូលសម្លេងណាតែគាត់មកក្រោយគេគ្រាន់តែមកដល់គេមើលមុខព្រាតឃើញគាត់មកយឺតប៉ារ៉ូលក៏មិនទាន់អានពេលហ្នឹងក៏ដល់ពេលថតសម្លេងល្មមគាត់ចូលទៅទាំងមិនទាន់បានអានប៉ារ៉ូលទេដល់ពេលទៅដល់ចាប់ផ្ដើមបញ្ចូលសម្លេងគេទាំងអស់គ្នាសិតតែធ្វើបានល្អលើកលែងទទួលស្រីយើងបញ្ចូលសម្លេងដូចអានចុះបើគាត់បានមើលប៉ារ៉ូលផងនោះហើយបញ្ចូលខុសខាងអ្នកកាន់ mixer នោះក៏ស្រែករហូតម្ដងទៀតគឺកំហុសរបស់តួស្រីកើតឡើងតែម្នាក់ឯងនៅក្នុងកន្លែង record ហ្នឹងនិយាយទៅខាងលីស៊ីនេះវិញដើរទៅណាក៏លឺតែគេនិយាយដើមគាត់គេនិយាយថាសាងឆឹងមានស្រីថ្មីហើយតិចទៀតគេនឹងទាត់លីស៊ីចោលអីចឹងណាព្រោះអីមើលទៅសាងឆឹងឥឡូវស្និទ្ធស្នាលជាមួយនឹងម្នាក់អាវខៀវនោះខ្លាំងមែនទែនលីស៊ីលឺគេនិយាយច្រើនពេកទ្រាំមិនបានក៏ចូលទៅបន្ទប់សាងឆឹងប្រាប់ថាខ្ញុំសុំច្បាប់សម្រាកថ្ងៃហ្នឹងហើយសាងឆឹងថាំងទៅចេញពីពេទ្យឥឡូវអត់ស្រួលខ្លួនទៀតមែនបើអញ្ចឹងអត់អីចាំខ្ញុំជូននាងទៅពេទ្យក៏ប៉ុន្តែលីស៊ីក៏ថាមិនអីទេខ្ញុំអាចទៅពេទ្យខ្លួនឯងបានទៅខាងសាងឆឹងក៏ថាអត់អីសម្រាប់ 2-3 ថ្ងៃក៏បានដែរមើលទៅសាងឆឹងឈប់ត្រូលលីស៊ីហើយដោយសារតែគាត់មានបុគ្គលិកស្និទ្ធស្នាលផ្សេងហើយបុគ្គលិកដែលឆ្នើមដូចលីស៊ីដែរអញ្ចឹងលេងសើខ្វល់ពីលីស៊ីហើយតួឯនេះវិញបញ្ចូលសម្លេងនិយាយពីថាខុសរហូតនិយាយទៅគេឲ្យគាត់ធ្វើម្ដងទៀតគាត់ធ្វើកាន់តែយ៉ាប់ជាងមុនធ្វើសម្លេងម្ដងទៀតគាត់ធ្វើកាន់តែយ៉ាប់ជាងមុននឹងលក្ខកាន់ mixer ខឹងណានិយាយទៅគឺថាគាត់ថាតួស្រីរបស់យើងមានអារម្មណ៍អត់ល្អទេធ្វើអត់បានឲ្យមកជួបគាត់និយាយផ្ទាល់ខ្លួនតួស្រីក៏មកជួបគេស្ដីឲ្យហ្មងគេថា
នាងហាត់ឲ្យក៏ប្រើអារម្មណ៍បែបនេះនៅកន្លែងធ្វើការខ្ញុំមិនខ្វល់ថាជីវិតប្រចាំថ្ងៃរបស់នាងជួបបញ្ហាអីអារម្មណ៍បែបណាក៏ប៉ុន្តែអ្នកធ្វើការបញ្ចូលសម្លេងអាជីពនៅពេលដែលចូលមកដល់ក្នុង studio អារម្មណ៍ត្រូវតែមូលនៅក្នុង studio អារម្មណ៍ត្រូវតែមូលនៅក្នុងការបញ្ចូលសម្លេងនោះទៅគេហៅថាអ្នកបញ្ចូលសម្លេងអាជីពអញ្ចឹងឲ្យតួស្រីទៅផ្ទះមុនចុះបាច់បញ្ចូលសម្លេងថ្ងៃហ្នឹងទៅបែងចែកអារម្មណ៍ខ្លួនឯងឲ្យដាច់សិនឲ្យជ្រះស្រឡះសិនចាំមកធ្វើការតួស្រីក៏អរគុណហើយនឹងសុំទោសគេហើយនឹងលាគេចេញមកក្រៅមុនទៅមកដល់ខាងក្រៅវិញក៏អត់ទាន់ទៅណាទេគឺគាត់នៅអង្គុយមើលប្រូលរបស់គាត់បន្តទៀតតែត្រូវបានអ្នកធ្វើការជាមួយគ្នាចេញមកស្ដីឲ្យថាតួឯងធ្វើអារម្មណ៍ឲ្យល្អតិចទៅសំឡេងសិតួឯងនៅក្នុងរឿងផងហើយមកបញ្ចូលសំឡេងបែបហ្នឹងវាខាតពេលខាតវេលាគេរំខានឯងអីចឹងណាដែលខាងបងស្រីម្នាក់អាវលឿងនេះគឺគាត់ស្រឡាញ់តួស្រីអញ្ចឹងគាត់ព្យាយាមថែរក្សាទឹកចិត្តតួស្រីនឹងស្ដីឲ្យពួកនឹងថាកុំនិយាយផ្ដេសផ្ដាសធ្វើការជាមួយគ្នាគឺគួរតែយល់អារម្មណ៍គ្នាចេះលក្ខណៈថាជួយគ្នាទៅវិញទៅមកអញ្ចឹងថ្ងៃហ្នឹងគេមានអារម្មណ៍មិនល្អពិតមែនមនុស្សយើងតែងតែមានអារម្មណ៍មិនល្អអញ្ចឹងហើយគាត់សវ៉ាទាញពួកនឹងត្រឡប់ទៅវិញតែតួស្រីក៏គាត់សុំទោសគេដែរសុំទោសគេដែលធ្វើឲ្យគេខាត់ពេលខាត់វេលាឥឡូវការថតសម្លេងត្រូវ delay ទៀតហើយបន្ទាប់មកគេទៅអស់តួរបស់យើងក៏ចាប់ផ្ដើមអង្គុយយំម្នាក់ឯងបដ ாய் ហើយឡើងគួរឲ្យអាណិតហ្មងដោយសារតែគាត់មានរឿងពិបាកចិត្តច្រើនណោះពេលហ្នឹងប្រុសបញ្ចូលសម្លេងហ្នឹងក៏មករកតួម្ដងហើយក៏សួរថាតួមិនក៏យំអញ្ចឹងតួថាខ្ញុំអត់មានអីទេខ្ញុំគ្រាន់តែចង់អានប្រូខ្ញុំជាបន្តទៀតតែប៉ុណ្ណោះគេក៏អត់ហ៊ានរំខានតួទេដើរទៅវិញអស់ទៅលីស៊ីគាត់ធ្វើដំណើរទៅផ្ទះវិញហើយតែដោយសារតែគាត់ឆ្អែតចិត្តខ្លាំងពេកចឹងទៅគាត់ក៏សម្រេចចិត្តថាដោះខ្សែកដែលសាងឆឹងឲ្យគាត់នឹងចោលលេងពាក់ហើយមើលទៅលីស៊ីចិត្តដាច់មែនហើយមើលទៅចប់ការងារបញ្ចូលសម្លេងហើយពេលថ្ងៃតួក៏ចាប់ផ្ដើមមកបម្រើការងារក្នុងភោជនីយដ្ឋានជាអ្នករត់តុកម្ដងទៀតនិយាយទៅគាត់ធ្វើការម៉ោងអាហារគឺមកធ្វើជាអ្នករត់តុលីធាននេះនោះវិញគាត់តាមលួចមើលតួឯកស្រីរបស់យើងរហូតឯតួប្រុសវិញមិនដឹងបាត់ព្រះភ័ក្រទៅណាទេអត់មានឃើញសោះឃើញតែតួស្រីហើយគាត់បម្រើតុអាហារអីចឹងណាហើយសំខាន់ក៏ឃើញលីធានសួរថាលីធានមកនឹងធ្វើអីលីធានថាមកដើម្បីសម្រាកតួស្រីក៏បម្រើកាហ្វេបម្រើការហុចសភៅហុចអីចឹងទៅតាមការងាររបស់គាត់តែសំខាន់ណាតែងខ្លួនជាអ្នករត់តុឡើងខ្ជូតចេញពីដឹងមកយប់ទៀតហើយតួរបស់យើងក៏ធ្វើដំណើរតាមផ្លូវគាត់ស្ងួតស្ងាត់មែនទែនទាញទូរស័ព្ទចង់ខលទៅមិនដឹងខលទៅអ្នកណាទេអេដមីនអត់ចេះចិនអានអត់ដឹងតែសំខាន់ណាអត់ហ៊ានខលទៅទេសវ៉ាបិទវិញហើយនឹងឡើងជិះលើឡានក្រុងតែគាត់សម័យឃើញតែរូបភាពម៉ាក់របស់គាត់ដែលត្រូវគេបោកលុយសម័យឃើញតែរូបភាពគាត់បញ្ចូលសម្លេងនៅ studio មិនបានល្អហើយគាត់នឹងសែតហ្មងចុះពីលើឡានក្រុងក៏ភ្លៀងទៀតនិយាយពីថាសូយជន់សូយរីឯស៊ូវ័យឯនេះចូលក្នុងបន្ទប់របស់តួស្រីទៀតហើយឃើញកូនប្រទាលរបស់តួស្រីគឺគាត់តែងតែមកស្រោចទឹកឲ្យជាប្រចាំឲ្យតែឃើញប្រទាលនឹកដល់តួស្រីរហូតថ្ងៃនេះតួមកធ្វើការក្នុងភោជនីយដ្ឋានទៀតហើយបន្ទាប់ពីលើកអាហារហើយនៅមានរំឲ្យគេមើលទៀតហើយតួរបស់យើងរំឡើងខ្ជូតហ្មងគួរឲ្យស្រឡាញ់នៅចិត្តអីចង់តែបិទផ្ពាល់ទេពេលហ្នឹងលីធានចូលមកដល់មើលឲ្យសើចរហូតឃើញតួស្រីកំពុងរំហ្មងហើយលីធានក៏ហៅមកសួរថាខ្ញុំក៏ជាភ្ញៀវនៅទីនេះដែរហើយចូលមកក្នុងកន្លែងនេះពីរដងហើយតែនាងមិនដែលរំឲ្យខ្ញុំមើលសោះតួស្រីក៏ឆ្លើយទៅវិញថាគេរំសម្រាប់តែគូស្នេហ៍ទេឯងមកតែម្នាក់ឯងមិនចាំបាច់រំឲ្យមើលទេអ្នកនៅនឹងសួរតួស្រីថាអ្នកណាគេឃើញមករាល់ថ្ងៃជាសង្សារឯងមិនមែនតែតួស្រីថាមិនមែនសង្សារជាមិត្តភ័ក្តិតែម្នាក់នឹងថាបើមិនមែនជាសង្សារគឺបានន័យថាគេលួចស្រឡាញ់ឯងហើយទៅបានជាគេបង្ហាញមុខនៅនឹងរាល់ថ្ងៃតែតួស្រីគាត់នៅតែមិនខ្វល់ទេគាត់បានលើកកាហ្វេយកទៅឲ្យលីធានណាតែលីធានចង់ឲ្យតួស្រីរំឲ្យគាត់មើលតួស្រីថាឯងមិនមែនជាគូស្នេហ៍ទេមកម្នាក់ឯងនឹងគាត់រំឲ្យមើលទេតែលីធាននឹងគាត់ក៏ប្រួលតួស្រីភ្នាល់គ្នាលេងហ្គេមមួយបើសិនជាចាញ់គាត់គឺត្រូវរំឲ្យគាត់មើលតួស្រីថាមិនចង់ភ្នាល់មិនចង់អីទេតែលីធានហ្នឹងគាត់ឲ្យជំរឿចុះឡើងទៅតួស្រីក៏ថាអូខេអញ្ចឹងក៏បានដែរខ្ញុំលេងជាមួយឯងក៏បានពួកគេក៏ចាប់ផ្ដើមលេងល្បែងមួយជាមួយគ្នាតែអេដមីនមិនដឹងថាល្បែងអីទេអេដមីនកាត់អស់ហើយតែសំខាន់ហ្នឹងគឺតួស្រីរបស់យើងចាញ់អញ្ចឹងត្រូវតែរួមឲ្យលីធានមើលហើយលីធានក៏ទាញទូរស័ព្ទមកថតក្រឹកបន្ទាប់ពីចេញពីភោជនីយដ្ឋានតួរបស់យើងក៏បានមកបណ្ណាល័យដើម្បីអានសភៅអញ្ចឹងណាតែសភៅនឹងវាខ្ពស់ពេកយកអត់ដល់ទេតួប្រុសមកដល់ឃើញតែអត់ចូលទៅជួយនៅឈោមើលរហូតដល់តួស្រីដាក់ភ្នែកទៅឃើញតួប្រុសហើយតួប្រុសក៏ដើរចូលមកដើម្បីជួយយកសភៅដែលនៅខ្ពស់ផុតពីដៃនឹងឲ្យតួស្រីក៏សួរថា
លោកឈូននៅក្រៅខ្ញុំនឹងប្រហែលយូរប៉ុណ្ណាដែរហើយទូប្រុសថាប្រហែលជា5នាទីហើយទូស្រីនឹងងងក់ហ្មងចិត្តអាក្រក់មែនឃើញគ្នាយកសភៅមិនដល់ហើយសុខចិត្តឈោមើលអត់ព្រមមកជួយបន្តិចទូប្រុសនិយាយថាខ្ញុំចាំឲ្យនាងសុំជំនួយពីខ្ញុំនឹងណាហើយទូស្រីមុខលង្អន់ចង់តួបានយកសភៅភាសាជប៉ុនយ៉ាងច្រើនមកមើលចឹងណាក៏ប៉ុន្តែគាត់ទុកវិញទាំងអស់ព្រោះអីគាត់មានលុយគាត់ទិញតែមួយទេដល់ពេលទៅតួប្រុសឃើញថាតួស្រីដាក់តម្លាក់សភៅទៅវិញទាំងអស់អញ្ចឹងគាត់ក៏ប្រមូលសភៅហ្នឹងដើរកាន់ទៅតាមតួស្រីអាសភៅមួយក្បាលដែលតួស្រីសួរហ្នឹងតម្លៃក៏វារៀងថ្លៃទៀតតួស្រីក៏ឆ្លើយប្រាប់អ្នកលក់ថាសុំទោសផងខ្ញុំអត់បានទិញវាទេហើយនឹងដើរចេញទៅក្រៅបាត់ទៅតែតួប្រុសមកដល់គាត់ថាគាត់ទិញសភៅហ្នឹងទាំងអស់តួប្រុសរបស់យើងដែលសារតែឃើញតួស្រីអារម្មណ៍មិនល្អក៏ដេញសួររហូតថាមានរឿងអីកើតឡើងមិនមែនឃើញមុខសែតតែតួស្រីថាអត់មានអីទេតួប្រុសក៏ថាបើសិនជាមកពីខ្ញុំឲ្យខ្ញុំសុំទោសផងហើយគាត់ក៏ជូនតួស្រីទៅផ្ទះតែនៅពេលដែលជូនមកដល់ផ្ទះតួស្រីក៏លេចទៅឃើញតួស្រីគេងលក់បាត់ទៅហើយចង់ដាស់តែហ៊ានដាស់ទេដោយសារឃើញគេងលក់ស្រួលแล้วគាត់ក៏ចាប់ផ្ដើមយកអាវរបស់គាត់ដណ្ដប់ឲ្យតួស្រីនិងបន្តដំណើរទៅមុខទៀតជីពីបិជុំទៀតសិនទ្រាំតួស្រីភ្ញាក់តែម្ដាយរបស់តួស្រីឃើញនៅមុខផ្ទះគាត់ឆ្ងល់ថាឡានអ្នកណាទំនើបម្លេះមិនដែលឃើញមានឡាននឹងនៅស្រុកភូមិរបស់យើងសោះតែគាត់ក៏រត់ចូលផ្ទះរបស់គាត់ទៅមិនដឹងថាតួប្រុសជាឡានរបស់តួប្រុសទេឯតួប្រុសវិញជិះឆ្វែឡើង2 3ជុំរហូតមកដល់យូរពេកតួស្រីនៅតែមិនភ្ញាក់គាត់មកឈប់មុខផ្ទះរបស់តួស្រីនឹងហើយក៏ចាប់ផ្ដើមដាស់តួស្រីថាដល់ផ្ទះហើយអីក៏បកាយកេងម៉េះតួស្រីភ្ញាក់ឡើងក៏និយាយថាខ្ញុំបកាយកេងអញ្ចឹងគឺជាសំណាងហើយមិនមែនគ្រប់គ្នាសិតតែបកាយកេងដូចខ្ញុំទេគាត់ក៏អរគុណតួប្រុសដែលជូនគាត់មកផ្ទះនិងចុះពីលើឡានមកតែតួប្រុសគាត់ក៏ឲ្យសភៅទៅកាន់តួស្រីនិងប្រាប់ថាសភៅទាំងអស់នេះខ្ញុំឲ្យនាងខ្ចីអានសិននៅពេលដែលនាងអានចប់ហើយកុំភ្លេចយកមកឲ្យខ្ញុំវិញផងបើកមើលទៅគឺសិតតែជាសភៅដែលគាត់រើសនៅផ្សារទំនើបហ្នឹងគាត់សប្បាយចិត្តមែនទែនគាត់ក៏អរគុណតួប្រុសហើយនឹងចាប់ផ្ដើម say good night លាគ្នាចូលគេងរៀងខ្លួនអញ្ចឹងភាគហ្នឹងគេក៏ស្លេះត្រឹមតែប៉ុណ្្នឹងទៅអាណិតតួយើងមានបញ្ហាឆាកជីវិតច្រើនមែនទែនចាំមើលភាគក្រោយមិនទៀតអរគុណច្រើនចំពោះការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាហើយម៉ាក់របស់តួស្រីនៅតែគិតថាតួប្រុសជាជាងឈើដដែលនឹងអត់ទាន់ដឹងថាម្ចាស់ឡានទំនើបហ្នឹងគឺជាតួប្រុសនៅឡើយទេចាំមើលបើសិនជាដឹងមិនវិញណចាំមើលទាំងអស់គ្នាណាបាយបាយ